ជំរាបសួរសួស្តីអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំមកបង្រៀនអ្នកនរគ្នាពីរបៀប delete ឬក៏លុប account Facebook ចាស់ៗដែលយើងឈប់ប្រើបាទសម្រាប់វីដេអូនេះដែរអ្នកដែលចេះហើយអាចអស់រំលងបានហើយអ្នកដែលមកថ្មីសូមកុំភ្លេចជួយចុច like share comment subscribe ឬកណ្ដឹងដើម្បីទទួលបានវីដេអូអំពីវិទ្យាថ្មីទាក់ទងជាមួយនឹងបណ្ដាញសង្គមដូចជា Facebook TikTok ឬមួយក៏ YouTube តោះអញ្ចឹងកុំឲ្យខាតពេលយូរចូលទៅកាន់ទូរស័ព្ទដៃយើងទាំងអស់គ្នាមកបាទជាដំបូងឡើយយើងចុចទៅលើ app Facebook បន្ទាប់មកយើងចុចទៅលើ profile យើងនៅខាងក្រោមហ្នឹងមកហើយយើងចុចដូរពី Facebook ទៅជា page បាទខ្ញុំជ្រើសរើសយក page មួយនេះសម្រាប់ធ្វើការបង្ហាញឲ្យបងប្អូនទាំងអស់គ្នាទស្សនាបាទបន្ទាប់ពីចុចទៅលើ page ហើយយើងមើលទៅខាងលើនេះមានសញ្ញាត្រី3ហ្នឹង3ឆ្នោតហ្នឹងយើងចុចពីលើហ្នឹងមករួចអស់មកក្រោមរួចចុចកន្លែង setting and privacy មកបន្ទាប់មកទៀតចុចទៅលើ setting បន្ទាប់ពីចុចទៅលើ setting ហើយយើងអស់មកខាងក្រោមបន្តិចមកបាទអស់មកដល់ពាក្យនេះគឺពាក្យថា access and control ចុចពីលើហ្នឹងមកបន្ទាប់ពីចុចរួចហើយគឺមាន2 option ឲ្យយើងជ្រើសរើសហើយ option ទី1នេះគេប្រាប់ថាយើងអាច delete page នេះអត់ទាន់ delete ភ្លាមទេគឺក្នុងរយៈពេល30ថ្ងៃតែបើយើងយកទី2នេះវិញគឺយើង delete ថ្ងៃហ្នឹងបានថ្ងៃហ្នឹងតែម្ដងបាទអញ្ចឹងខ្ញុំត្រូវការ delete page នេះចេញពីទូរស័ព្ទដៃខ្ញុំតែម្ដងអញ្ចឹងខ្ញុំយកទី2នេះបាទបន្ទាប់ពីចុចទី2ហ្នឹងហើយយើងយកខាងក្រោមនេះចុចពាក្យថា continue បាទបន្ទាប់ពីចុចពាក្យថា continue ហើយនៅកន្លែងនេះយើងមិនបាច់ខ្វល់ទេយើងចុច continue មួយទៀតមកហើយមកដល់កន្លែងនេះគេឲ្យយើង download file ឯនឹងទុកហ្នឹងយើងមិនបាច់ខ្វល់ទៀតទេយើងចុច continue មួយទៀតមកបាទបន្ទាប់ពីចុច continue ហើយដល់កន្លែងនេះគេឲ្យយើងដាក់ password Facebook យើងហ្នឹងគឺ admin ដើមហ្នឹងដាក់ password admin ហ្នឹងហើយគឺ page ហ្នឹងយើងអាច delete បានហើយអញ្ចឹងខ្ញុំសូមបិទបន្តិចខ្ញុំសូមដាក់ password ខ្ញុំបន្តិចសិនអ្នកគ្នាពេលដែលដាក់ password រួចហើយនឹងចេញមកទម្រង់បែបនេះបន្ទាប់មកទៀតអ្នកនរគ្នាគ្រាន់តែចុចពាក្យថា delete page បាទបន្ទាប់ពីមានអាវហ៊ូឌីនៃនំជូរទឹកយើងចូលមើល page យើង delete មិញទៅមើលតើយើង delete រួចហើយឬនៅជាដំបូងយើងចូលមក profile យើងមកហើយយើងចុចកន្លែង page នឹងមិញមកបាទពេលនេះយើង delete បានហើយ page នឹងអត់មាននៅក្នុង Facebook យើងទៀតទេបាទវីដេអូខ្ញុំក៏ឈានមកដល់ទីបញ្ចប់ពីខ្ញុំបាទស្រៀនមេងហូសូមអរគុណសូមជម្រាបលា